ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់គ្រឿងអាំងមួយឈុតចាហើយក៏មានដូចជាទាខ្វៃមាន់ខ្វៃដូចជាត្រីបង្វិលអីនៅក្នុងហ្នឹងក៏មានដែរចាហើយគាត់ក៏មានលក់ដូចជាផ្អែមព្រិលរជាកម្មនៅក្នុងហ្នឹងផងដែរចាអានេះទូកញ្ចក់របស់យើងទូចនេះសម្រាប់ដាក់គ្រឿងផ្អែមរបស់គាត់ហ្នឹងចាហើយខាងក្រោមនឹងដែរគឺយើងមានស្លាបសម្រាប់បាំងកង់បាំងអីដូចតែយើងរត់ដងនឹងទេចាហើយយើងក៏មានបិទរូបភាពឲ្យគាត់ដូចតែរត់ដងហ្នឹង3ស្លឹកខាងលើនិង1ស្លឹកខាងក្រោមចាហើយក៏យើងមានដែកមួយសម្រាប់ឈួរទាពីមុខបែបហ្នឹងរហូតដល់ក្រោយតែម្ដងចាហើយនៅលើស្លាបនេះគឺយើងអាចដាក់តាំងថាសម្ហូបអីរបស់គាត់នៅលើហ្នឹងបានច្រើនមែនតែនចាខាងក្នុងនេះគឺយើងមានចង្អើរមួយសម្រាប់អាំងសាច់ហើយក៏យើងមានចង្កាក់5សម្រាប់ដោតត្រីបង្វិលនៅលើអតេះនឹងតែមួយផងដែរចានិយាយរួមមានអតេះនឹងមួយគឺអាចលក់បានច្រើនមុខមែនតែនចាតើឥឡូវយើងមកសាកម៉ូទ័រទាំងអស់គ្នាមុនពេលរវ៉ាន់ចេញចាព្រោះធម្មតាយើងសាកឲ្យហើយទៅកុំឲ្យមានបញ្ហាអញ្ចឹងណាឥឡូវនេះគឺយើងសាកឲ្យម៉ូទ័ររបស់យើងគឺដើរបែបហ្នឹងចានិយាយរួមទៅគឺមានអតេមួយឈុតហ្នឹងគឺចំណេញខ្លាំងមែនតែនចាតែសារតែយើងអាចឆ្នៃលក់ដូរបានច្រើនមុខអញ្ចឹងណាហើយខាងចំហៀងនេះដែរគឺយើងមានស្លាបធំមួយសម្រាប់កន្លែងឈរវិចខ្ចប់លក់អីនិយាយទៅអតេហ្នឹងគឺលក់2នាក់អីក៏អត់ចៀតដែរចាព្រោះដោយសារធំខ្លាំងដែរគាត់កំងចង់បានធំបែបហ្នឹងណាហើយនេះទូកញ្ចក់របស់យើងសម្រាប់ដាក់បន្លែដាក់សាច់អីរបស់គាត់នៅខាងក្នុងហ្នឹងចាហើយខាងលើគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចតែយើងហត់ដងអញ្ចឹងចាវាមានលក្ខណៈខុសគ្នាតិចតួចវាអាស្រ័យទៅលើការកំងរបស់ភ្ញៀវអញ្ចឹងណាដូចជាមួយឈុតនឹងអញ្ចឹងដែរភ្ញៀវរបស់យើងគឺគាត់បានកំងយកទាំងម៉ូតូនិងរទេះតែម្ដងចាហើយសម្រាប់ពុកម៉ែបងប្អូនគាត់មានបំណងចង់បានគាត់មានម៉ូតូហើយកំងតែរទេះក៏បានបើសិនជាអត់ទាន់មានទេគឺអាចធ្វើការកំងបានទាំងម៉ូតូនិងតែម្ដងចាហើយនេះវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងទេក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ